អេសងអាក្រាថ្ងៃនេះឯងអត់ចេញទូកទេពិសិដ្ឋឯងល្ងាចនេះតលេខ្យល់បក់ដូចជារលកធំពេកបានជាគ្នាបញ្ចេញទូកហ្នឹងណានិយាយអញ្ចឹងបុផាមួយតងដែលឯងអួតប្រាប់គ្នាថារីកលើកទូកដល់រាល់ថ្ងៃនោះឥឡូវនាងដូចមិនទៅហើយសម្លាញ់តាំងពីស្ពានជ្រោយចង្វាគេតបភ្ជាប់រួចមកនោះនាងមិនអាចឆ្លងទូកគ្នាទេគេឆ្លងស្ពានតែរហូតអូឥឡូវតែនិយាយគ្នាអាក្រាមិនទាន់អីផងថ្ងៃដូចល្មមរលុកទឹកនាង